តបងប្អូនមកដឹងឲ្យច្បាស់ពីរបៀបប្រើលេខទាំងអស់គ្នាអញ្ចឹងប្រអប់លេខនេះវាមានលេខ P លេខ A លេខ N លេខ D លេខ3លេខ2លេខ L អញ្ចឹងវីដេអូមុនខ្ញុំធ្លាប់ចេញដែរប៉ុន្តែបងប្អូនយើងច្រើនគាត់អត់ទាន់យល់ច្បាស់ទេគាត់ឆានមកសួរខ្ញុំច្រើនគ្នាមែនតើអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាថតវីដេអូបង្ហាញបងប្អូនមួយទៀតទៅអញ្ចឹងឡានដែលខ្ញុំកំពុងតែបង្ហាញបងប្អូននេះវាមានលេខ3មួយទៀតវីដេអូមុនខ្ញុំបង្ហាញលើឡានរបស់ខ្ញុំបលែនវាអត់មានលេខ3ទេមានតែលេខ D លេខ2លេខ L អញ្ចឹងឡាននេះមានដល់លេខ3ទៀតអញ្ចឹងឲ្យមិនថាឡានអីទេឲ្យតែមានប្រអប់លេខបែបនេះគឺប្រើដូចគ្នាទេបងប្អូនអញ្ចឹងខ្ញុំសូមនិយាយពីលេខ D តែម្ដងកុំឲ្យខាត់ពេលយូរលេខ D វាជាលេខអូតូដែលយើងប្រើទូទៅប្រចាំថ្ងៃប៉ុន្តែលេខ3គឺសម្រាប់បងប្អូនដែលចង់សាងលេខឧទាហរណ៍ថាបងប្អូនបើកកុងទ័រ7 8អីចឹងបងប្អូនចង់ឡើងវ៉ាគេបងប្អូនអាចទាញចូលមកលេខ3ដូចបានន័យថាយើងសាងមកលេខ3ហើយយើងជន់វ៉ាគេងូងចឹងទៅអញ្ចឹងអានឹងសម្រាប់បងប្អូនចង់សាងលេខបញ្ញាប់យើងអាចសាងមកហើយជន់វ៉ាគេងូងទៅផុតនឹងយើងដាក់លេខ D វិញទៅបើកធម្មតាអញ្ចឹងអានឹងសម្រាប់បងប្អូនចង់សាងលេខបញ្ញាប៉ុន្តែមកលេខ2បងប្អូនលេខ2ពេលដែលបងប្អូនឡើងចំណោតដូចថាឡើងភ្នំឬក៏ចុះភ្នំឡើងចំណោតដែលមានចម្ងាយរៀងឆ្ងាយដែរអីចឹងណាបើសិនជាចំណោតនឹងមិនចោតខ្លាំងទេបងប្អូនអាចប្រើលេខ2ក៏បានដែរទាំងចុះទាំងឡើងបងប្អូនហើយលក្ខខណ្ឌដែលទាញចូលលេខ2ហ្នឹងគឺមិនបាច់ឈប់ឡានទេបងប្អូនដោយសារមានបងប្អូនច្រើនគាត់ឆាតមកសួរខ្ញុំថាពេលដែលកាច់ចូលទាញចូលហ្នឹងឈប់ឡានអត់មិនបាច់ឈប់ទេយើងជិះយើងទាញចូលបានអញ្ចឹងហើយសម្រាប់លេខ L វិញគឺធ្ងន់មែនតើហើយអានឹងបានន័យថាដូចលេខ1អញ្ចឹងបងប្អូនអានឹងសម្រាប់ដោះស្រាយពេលឡានយើងជាប់ផុងជាប់អីយើងប្រើលេខ L ហើយអានឹងលេខ L គឺលេខដែលខ្លាំងជាងគេហើយមិនថាឡើងចំណោតពោះចោតខ្លាំងឬក៏ចុះចំណោតដែលចោតខ្លាំងគឺបងប្អូនគួរតែប្រើលេខ L គឺល្អបំផុតហើយដូចយើងទាញគេដូចថាពេលដែលគេជាប់ផុងយើងទៅទាញគេឬក៏ឡានយើងជាប់ផុងអញ្ចឹងអានឹងគឺខ្ញុំរីកខមមិនឲ្យបងប្អូនប្រើលេខ L លេខ L ហ្នឹងបើនិយាយឲ្យខ្លីទៅវាដូចលេខ1អញ្ចឹងវាកម្លាំងវារឿងខ្លាំងជាងគេអីចឹងទៅប៉ុន្តែពេលដែលបងប្អូនកំពុងជិះលឿនខ្ញុំអត់រីកខមមិនឲ្យបងប្អូនទាញចូលទេយល់ល្អបងប្អូនកុំទាញចូលព្រោះកាលណាបងប្អូនទាញចូលខ្ញុំឧទាហរណ៍ថាដូចបងប្អូនជិះម៉ូតូអាសង្ខអញ្ចឹងកំពុងតែជិះលឿនបងប្អូនសាងមកលេខ1ភ្លាមវាមិនអូសគង់អញ្ចឹងឡានដូចគ្នាដែរកុំទាញចូលឲ្យសោះបងប្អូនពេលដែលបងប្អូនទាញចូលឡាននឹងម៉ាស៊ីនរងងាងហើយឡានងឿដូចយើងជន់ប្រាំងអញ្ចឹងបងប្អូនគិតមើលទៅគេអ្នកមកពីក្រោយយើងគេគិតមិនហើយយើងក៏បាក់គ្រប់គ្រងដែរយល់ល្អកុំទាញចូលឲ្យសោះបើសិនជាបងប្អូនបើកល្បឿនលឿនកុំទាញចូលវាអត់មានអីចាំបាច់ត្រូវទាញចូលលេខ L ទេប៉ុន្តែបើសិនជាបងប្អូនឡើងចំណោតខ្ពស់ចុះចំណោតចោតខ្លាំងឬក៏ត្រូវការឡាននឹងកម្លាំងខ្លាំងគឺបងប្អូនប្រើមកសម្រាប់ល្បឿនយឺតអីចឹងទៅ